ចាថ្មីនេះក្រសួងរាយនឹងធម្មពលនិងក្រុមហ៊ុន GE បានសហការជាដៃគូគ្នាដើម្បីធ្វើការដំណោះស្រាយក៏ដូចជាបង្កើនថ្មីសម្រាប់តម្រូវការធម្មពលនាពេលអនាគតនៅក្នុងប្រទេសកម្ពុជាក្រសួងរាយនឹងធម្មពល MME និងក្រុមហ៊ុន GE សហការជាដៃគូដើម្បីរៀបចំបើកសម្ពោធនៅសិក្ខាសាលាស្ដីអំពីការផ្ដល់នូវធម្មពលដល់ប្រជាជនកម្ពុជាក្នុងគោលបំណងដើម្បីបង្ហាញអំពីដំណោះស្រាយនិងបច្ចេកវិទ្យាថ្មីដើម្បីជួយឲ្យប្រទេសកម្ពុជាសម្រេចបាននូវគោលដៅធម្មពលឆ្នាំ2035របស់ខ្លួនបច្ចេកវិទ្យានិងគំនិតថ្មីដើម្បីជួយឲ្យប្រទេសកម្ពុជាសម្រេចនូវគោលដៅក៏ដូចជាធម្មពលអនាគតរបស់ខ្លួនត្រូវបានបង្ហាញនៅក្នុងសិក្ខាសាលាស្ដីអំពីការផ្ដល់នូវធម្មពលដល់កម្ពុជានៅថ្ងៃនេះដែលត្រូវបានរៀបចំដោយក្រសួងរាយនឹងធម្មពលដោយសហការជាដៃគូជាមួយនឹងក្រុមហ៊ុន GE លោក Walter Van Ross ដែលជាប្រធាននិងជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន GE ប្រចាំតំបន់អាស៊ានបានបន្តក៏ដូចជាការពង្រឹងការបដិញ្ញាចិត្តរបស់ក្រុមហ៊ុន GE ដើម្បីគ្រប់គ្រងដល់ផែនការធម្មពលរបស់កម្ពុជាក្រុមហ៊ុន GE នាំមកនៅបទពិសោធន៍ផ្នែកធម្មពលជាង200ឆ្នាំដើម្បីរ៉ាប់រងហើយបរិខារបស់យើងក៏តំណាងឲ្យស្ទើរតែ1/3នៃមូលដ្ឋានធម្មពលដែលត្រូវបានដំឡើងរបស់ពិភពលោកយើងក៏មាននៅបច្ចេកវិទ្យាបរិខានិងជំនាញដើម្បីនាំមកនៅការផ្លាស់ប្ដូរនិងចំណេះដឹងស៊ីជម្រៅពីទីផ្សារនានាដែលមានបញ្ហាប្រឈមផ្នែកធម្មពលស្រដៀងគ្នានឹងបញ្ហាប្រឈមដែលប្រទេសកម្ពុជាជួបប្រទះនាពេលបច្ចុប្បន្នទន្ទឹមនឹងនេះអាដាម William Ahead ដែលជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៃស្ថានទូតអាមេរិកបានថ្លែងថាក្រុមហ៊ុន GE ដែលជាក្រុមហ៊ុនដែលមកធ្វើអាជីវកម្មធម្មពលDigital បានតភ្ជាប់នៅធម្មពលនិងធម្មពលកកើតឡើងវិញបានគូបញ្ជាក់អំពីការបង្កើនថ្មីនានាដើម្បីផលិតផលក៏ដូចជាធម្មពលឲ្យកាន់តែមានតម្លៃសមរម្យនិងអាចទុកចិត្តបានដែលរួមទាំងការអភិវឌ្ឍចុងក្រោយបំផុតទៅលើមីក្រូបណ្ដាញដែលមានការចាប់តាំងពីដំណោះស្រាយត្រៀមដំណើរការពេញសមត្ថភាពរហូតដល់ការផ្ដល់នៅកម្មវិធីផ្គត់ផ្គង់អគ្គិសនីដល់ជនបទស្របតាមតម្រូវការទន្ទឹមនឹងនេះអាដាមក៏បានអាដាមសុយសែមរដ្ឋមន្ត្រីក្រសួងរាយនិងធម្មពលបានមានប្រសាសន៍ថាស្របទៅតាមគោលនយោបាយយុទ្ធសាស្ត្រនិងផែនការសកម្មភាពស្ដីអំពីប្រសិទ្ធភាពធម្មពលថ្នាក់ជាតិប្រទេសកម្ពុជាក៏មានបំណងសម្រាប់នៅវត្ថុបំណងអាទិភាពចំនួន3ត្រឹមឆ្នាំ2035គឺកាត់បន្ថយនៅតម្រូវការធម្មពលចំនួន20%កាត់បន្ថយនៃការបញ្ចេញឧស្ម័នកាបូនិកចំនួន3លានតោននិងសម្រេចឲ្យបាននៅអត្រាប្រើប្រាស់អគ្គិសនី100%នៅទូទាំងប្រទេសចាត់ដោយឡែកបើទោះបីជាយ៉ាងនេះក្តីគោលដៅមួយនៅក្នុងចំណោមគោលដៅទាំងនេះអាចពិបាកនឹងសម្រេចបានដោយសារតែតម្រូវការអគ្គិសនីនៅទូទាំងប្រទេសកម្ពុជាត្រូវបានរំពឹងថានឹងកើនឡើងខ្លាំងក្នុងរយៈពេលខ្លីហើយតួយ៉ាងកាលពីឆ្នាំមុនតម្រូវការកើនឡើងបានធ្វើឲ្យផលិតក៏ដូចជាអ្នកផលិតនៅអគ្គិសនីកើនឡើងដល់ទៅ46ក្តារសញ្ញា 79% បើធ្វើការប្រៀបធៀបទៅនឹងឆ្នាំ2014កន្លងទៅលើពីនេះទៅទៀតចំនួនអ្នកប្រើប្រាស់អគ្គិសនីបានកើនឡើងចំនួន 30% ពីមួយឆ្នាំទៅមួយឆ្នាំគឺដើម្បីឈានទៅដល់1ក្តារសញ្ញា 8 លាននាក់ការផលិតនៅធម្មពលឲ្យបានគ្រប់គ្រាន់មានតម្លៃសមរម្យដើម្បីគ្រប់គ្រងទៅដល់ផែនការកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាអត្រាកំណើននៃផលិតផលសរុបនៅក្នុងស្រុកគឺមានចំនួន 7% និងខ្ពស់ជាងនេះគឺជាអាទិភាពដ៏សំខាន់មួយទៀតហើយជារួម MME បានព្យាករណ៍ថាការប្រើប្រាស់ធម្មពលគឺអាចឈានទៅដល់3ក្តារសញ្ញា4វ៉ាត់ត្រឹមឆ្នាំ2020ដែលតំណាងឲ្យកំណើនប្រចាំឆ្នាំជាមធ្យមចំនួន9ក្តារសញ្ញា 4% នៅក្នុងរយៈពេល4ឆ្នាំខាងមុខទៀត